ក្នុងនាមខ្ញុំជាស្ថាបនិកដែលមានចិត្តស្រឡាញ់ទៅនឹងស្ថាបត្យកម្មជាតិជាពិសេសយើងដឹងថាស្ថាបត្យកម្មជាតិមានប្រាសាទបុរាណអីច្រើនណាស់ហើយដែលស្ថាបត្យកម្មនោះគឺជាដួងព្រលឹងនៃជាតិខ្មែរមិនតែប៉ុណ្ណោះទេប្រាសាទបុរាណទាំងអស់នេះត្រូវបានដាក់បញ្ចូលទៅនឹងសម្បត្តិបេតិកភណ្ឌពិភពលោកបាននិយាយទៅថាជានៃខ្លឹមសារដ៏សំខាន់ថាពិភពលោកត្រូវរក្សានៅកេតនភណ្ឌពិភពលោកជាសម្បត្តិពិភពលោកថ្មីនេះកងកម្លាំងបដាអាវុធនៃប្រទេសថៃបានចូលបំពេញឈ្លានពានរហូតដល់បំផ្លិចបំផ្លាញទីបុរាណស្ថានក៏ដូចជាប្រាសាទបុរាណរបស់ខ្មែរនៅលើបន្ទាត់ព្រំដែនរបស់ខ្មែរដែលជាការបង្កហេតុនៅចំនួនដ៏ធំធេងឈានទៅរកសង្គ្រាមពូជសាសន៍ទៅទៀតនេះមិនល្អឡើយបើចំពោះខ្ញុំជាស្ថាបត្យករខ្ញុំស្ដាយណាស់នៅអ្វីដែលជាស្នាដៃរបស់មនុស្សជាតិមិនមែនតែខ្មែរទេមិនមែនសម្រាប់តែបេះដូងខ្មែរទេគឺសម្រាប់មនុស្សទូទាំងពិភពលោកដែលគេឲ្យតម្លៃទៅលើបេតិកភណ្ឌទាំងអស់នេះសម្បត្តិវប្បធម៌ទាំងអស់នេះហេតុអ្វីបានជាប្រទេសថៃរដ្ឋាភិបាលរបស់ប្រទេសថៃយកចិត្តទុកដាក់នឹងការបំពេញបែបនេះសបញ្ជាក់ឲ្យឃើញថាប្រទេសថៃគ្មានការសិក្សាទៅលើស្ថាបត្យកម្មនៃពិភពលោកឡើយគ្មានប្រវត្តិសាស្ត្រពិតប្រាកដចង់បំផ្លាញប្រវត្តិសាស្ត្រចង់បំផ្លាញបេតិកភណ្ឌពិភពលោកដែលធ្វើឲ្យមហន្តរាយនេះកើតឡើងហើយធ្វើឲ្យស្លាប់ប្រជាពលរដ្ឋទាំងកម្ពុជាទាំងថៃទាំងអស់នេះវាសបញ្ជាក់ថាការរំលោភឈ្លានពានដើម្បីតែអំណាចផ្ទាល់ខ្លួនណាអំណាចផ្ទាល់ខ្លួនដែលធ្វើឲ្យប្រជាជនទាំងពីររស់មិនបានសុខដុមរមនានឹងគ្នាមានការបិទព្រំដែនបិទអ្វីទាំងអស់ដូច្នេះនេះជាទង្វើមិនគប្បីចំពោះមនុស្សជាតិជាពិសេសមិនគួរគប្បីចំពោះប្រទេសទាំងពីរដែលជាភូមិផងរបងជាមួយហើយជនជាតិខ្មែរដែលរស់នៅក្នុងប្រទេសថៃក៏ត្រូវគិតពិចារណាផងដែរហើយយកទស្សនៈខ្មែររួបរวมគ្នាដើម្បីកសាងដើម្បីព្រំដែនសុខសុវត្ថិភាពនិងការអភិវឌ្ឍសង្គមខ្ញុំសូមថ្កោលទោសចំពោះទង្វើរបស់កងទ័ពថៃជាពិសេសអ្នកដឹកនាំនៅក្នុងជួររដ្ឋាភិបាលថៃក៏ដូចជាកងកម្លាំងរបស់ថៃដែលបានចូលបំពេញដោយគ្មានការគិតគ្មានការពិចារណាបំផ្លាញគ្រប់សូម្បីតែភូមិឋានរបស់ប្រជាជននេះមិនមែនជាការកំទេចកម្លាំងកងទ័ពទេគឺបំផ្លាញសង្គមជាតិរបស់ខ្មែរតែម្ដងមានន័យបំបត្តិនៃការអភិវឌ្ឍកុំគិតថាខ្មែរអភិវឌ្ឍហើយបំផ្លាញខ្មែរដើម្បីឲ្យខ្មែរត្រឹងមិនមានការអភិវឌ្ឍទៅទៀតថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់នៃប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍដើម្បីសុខសន្តិភាពនិងសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនតែបើបាត់ព្រំដែនកម្ពុជាក៏មិនស្លាប់ដែរចំពោះទស្សនៈរបស់ខ្ញុំកម្ពុជាអាចធ្វើអ្វីៗបានទាំងអស់កុំថាឡើយតែកសិកម្មសូម្បីតែសុភាវុធដូច្នេះខ្ញុំសូមលើកដៃសំពះទៅដល់គ្រប់និន្នាការប្រទេសដែលជាសហហត្ថលេខីក្តីក៏ដូចជាអង្គការសហប្រជាជាតិចូលរួមថ្កោលទោសនៅទង្វើរបស់រដ្ឋាភិបាលថៃក៏ដូចជាកងកម្លាំងថៃដែលចូលមកវាយកំទេចជាពិសេសតាក់ទងទៅនឹងសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោកកម្ពុជាត្រូវការសន្តិភាព